បាទសួស្តីបងប្អូនអរគ្នានៅក្នុងបណ្ដាញសង្គមរបស់អរគ្នាបាទដំបូងបើសិនបងប្អូនណាដែលមិនទាន់ចុច Subscribe សូមចុចម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីទៀតបាទអញ្ចឹងនេះជាវីដេអូចិញ្ចឹមសត្វប៉ុន្តែអត់បានថតក្ដូរទេឥឡូវយើងមកថតគោវិញម្ដងហ្នឹងហើយឥឡូវយើងមើលគោបន្តិចទៅខ្ញុំដាក់កាមេរ៉ាចោលឥឡូវខ្ញុំទៅយកស្មៅឲ្យគោស៊ីសិនហ្នឹងហើយអញ្ចឹងចាំបន្តិចនេះមកហើយមើលរៀងអ្នកចាំគោហ្នឹងហើយដល់ហើយដល់ផ្ទះទេចាំគោឥឡូវគោបាន3 4ហ្នឹងបងប្អូនអើយត្រូវការអីក៏អាចកំងបានទិញបានហ្នឹងហើយលក់ទៅតាមតម្លៃយើងនិយាយត្រូវគ្នាអូខេទូទាត់លុយផ្លែតដាក់គោទៅផ្លាញអញ្ចឹងទៅហ្នឹងហើយនេះបងប្អូនណាមិនទាន់ចុច Subscribe អីហ្នឹងក៏ចុចទៅនេះលេខខ្ញុំនៅលើអេក្រង់ហ្នឹងតែម្ដងហ្នឹងហើយតាក់ទងមកបានហ្នឹងហើយនេះជារូប profile របស់ខ្ញុំហ្នឹងហើយក្នុង Channel YouTube ហ្នឹងហើយនេះដាក់ស្មៅឲ្យបងប្អូនអើយឈឺដៃនោះដាក់តាមជំហៀងទេបងប្អូនមើលដៃឆ្វេងដៃស្ដាំក៏ធ្វើការអត់តន់កើតបងប្អូនឈឺដៃនៅផ្ទះអញ្ចឹងមានតែថតដាក់កាមេរ៉ាចោលយើងថតទៅរៀនធ្វើទៅហ្នឹងហើយដៃថ្មីបងប្អូនដៃថ្មីហ្នឹងហើយជារូប profile ហ្នឹងហើយកាត់ខុសខ្លះត្រូវខ្លះមិនដឹងទេចាទៅសិនណាធ្វើមានវីដេអូមើលហ្នឹងហើយបងប្អូនឥឡូវដាក់ឲ្យមួយជើងហើយឥឡូវទៅមួយជើងទៀតសិនហ្នឹងហើយបងប្អូនទៅហើយមើលរៀងញ៉េះមើលកាមេរ៉ាទៀតណាអញ្ចឹងមានតែដាក់ចោលទេចូលលេងតាមក្រួយនេះទៅមកភ្លេចមកវិញលឿនដែរចំណាប់ដែរហ្នឹងហើយនេះបងប្អូនអូបិទសំឡេងចាប់បាទអត់ឮសំឡេង YouTube បដ ாய் អូចាប់បាត់ហើយមានណាតាទេអញ្ចឹងចាំមើលតារូបទៅចឹងជាប់សំឡេងមនុស្សហ្នឹងតាលេខនៅលើអេក្រង់បងប្អូនតាក់ទងបាននេះច្បាស់ហ្នឹងហើយបងប្អូនទៀតចាប់រឿងដាក់ស្មៅគោយើងទៅរកមើលទាបន្តិចហ្នឹងហើយមានវីដេអូរូបទាហ្នឹងហើយថតទាបានបន្តិចនឹងអត់មានអីថតទេបងប្អូនអើយកដោបយើងលេងបានធ្វើដល់ពេលអញ្ចឹងលេងមានកដោបថតហើយហ្នឹងហើយសល់បន្តិចដែរបងប្អូនតែមិនតបានថតហ្នឹងហើយសល់ត្រង់ចុងក្រោយហ្នឹងនេះចាំមើលថ្ងៃក្រោយទៀតខ្ញុំនឹងធ្វើហ្នឹងហើយបន្តិចទៀតអាចទៅថតហ្នឹងបងប្អូនហ្នឹងហើយទៀតចាំថតកដោបចូលបន្តិចទៀតតែហ្នឹងបងប្អូននេះចាប់ហើយអស់ហើយយ៉ាឈោកមើលកាមេរ៉ាទៀតជាប់នេះទៅអស់ពីរឿងគោចូលដល់ទាម្ដងបងប្អូននេះទាយើងបាន10ដែរបងប្អូនជិត10ដែរតាអញ្ចឹងយើងនេះទៅអាចកំងបានបងប្អូនហ្នឹងហើយលេខនៅលើអេក្រង់ហ្នឹងហើយបងប្អូនតាក់ទងមកបានទា1គីឡូប្រហែលទៅប្រហែលជា10000ជាងហ្នឹងមិនដឹងជា10000ម៉ានទេតើសួរម្ចាស់កឋានហ្នឹងខ្ញុំគាត់ថាអ្នកឲ្យចំណីមិនអ្នកចាំគេអ្នកមានគេចេញលុយថវិកាខ្ញុំគាត់អ្នកមើលថែគេគាត់និយាយពីរឿងកណ្ដូបឥឡូវយើងចូលមកមើលកណ្ដូបបន្តិចទៅបងប្អូនហើយនេះមកមើលបន្តិចមើលចាំបន្តិចបងប្អូនចិត្តដល់ហើយហ្នឹងយើងថាមើលឥឡូវមើលមកមើលតាហ្នឹងសល់បន្តិចដែរដល់ប្រហែល1គីឡូជាងឬក៏2គីឡូហ្នឹងបងប្អូនហ្នឹងហើយដាក់ខ្សាច់បានតិចទេបងប្អូនអើយមើលងាប់ខ្លះបដាហើយបងប្អូនហើយនេះឥឡូវយើងនេះខ្លះក៏នៅចាប់គូនេះគូឲ្យពងផងនឹងសាច់ពងហ្នឹងហើយពងបដាដែរឥឡូវគេត្រូវការខ្លះគីឡូ1គីឡូឥឡូវគ្រប់ទៅនេះត្រូវការពង1គីឡូគីឡូតែ200,000ទេបងប្អូនហ្នឹងហើយថោកឥឡូវចឹងដឹងមិនទេដឹងគ្រប់អត់ផងនេះគ្រប់យើងវាបានប៉ុណ្ណឹងឯងនេះធ្វើមិនទេមើលនេះកន្ទក់បងប្អូនកន្ទក់ដើមចេកស្លឹកចេកដាក់ឲ្យ
ព្រឹកមិញបងប្អូនចង់អស់ទៀតដែរនោះណាបាទដែរយើងនៅឈឺដៃមិនដឹងទៅរណាកាត់លឹកជែកក្រោយផ្ទះជំនាញផ្ទះអីចឹងទៅហ្នឹងហើយដាក់ឲ្យវាស៊ីសិនទៅបើយើងទៅរោឆ្ងាយវាមិនបានស្មៅនោះអញ្ចឹងបងប្អូនមើលកណ្ដូបលេងសិនទៅហ្នឹងហើយចាំបន្តិចទៀតទៅមើលចងហ្នឹងហើយគេថាកញ្ចងចម្លែកប្លែកតែអាចបើកលៀនបានបងប្អូនដឹងមិនទេខ្ញុំក៏មិនដឹងដែរចាំមើលទៅទៀតចាំយើងទៅមើលទាំងអស់គ្នាណាបងប្អូនហ្នឹងហើយចឹងយើងតេមើលកណ្ដូបសិនទៅហ្នឹងហើយនេះហូអាចវាខាប់ខាងនេះហូរុនខូចពងហ្នឹងហើយនេះមកខ្មៅខូចហ្នឹងណាអាហ្នឹងពងសូមចុច Subscribe នៅរូបកណ្ដូបឥឡូវយើងមកមើលកញ្ចងបងប្អូនហ្នឹងហើយបងប្អូនណាមិនទាន់បានចុច Subscribe តន់អីហ្នឹងឥឡូវចុចមួយទៅបងប្អូនហ្នឹងហើយដើម្បីជាកម្លាំងចិត្តដល់រូបខ្ញុំបាទហ្នឹងហើយឥឡូវយើងមកមើលកណ្ដូបកណ្ដូបវាច្រឡំបងប្អូនចេះតែជក់មាត់ទៅតែកណ្ដូបឥឡូវយើងមើលនេះទៅកញ្ចងបងប្អូននេះអត់ខ្ញុំដាក់រៀបធ្វើនេះទេដាក់ខ្លាច់ឲ្យកណ្ដូបពងឥឡូវដល់ពេលឈប់នេះដាក់ខ្លាច់ឲ្យកណ្ដូបទៅឥឡូវវានៅកាយខ្សាច់អស់ហើយប៉ុន្តែខ្យងមកនៅក្នុងហ្នឹងបងប្អូនអើយនឹងឡើងមកតាមណាដែលទ្រង់យើងរៀងទៀបដែរណានឹងមកពីដីផ្ទះហ្នឹងឯងនឹងមកពីណាទេអាហ្នឹងគេហៅខ្យងអីគេបងប្អូនណាស្គាល់អាហ្នឹងគេហូបដែរអីខ្ញុំដូចមិនដែរសាកដែរទេនេះបើសិនហូបអីជួយប្រាប់ជួយខមមិនមកផងបងប្អូនហូបកើតអត់ហូបកើតជួយប្រាប់ផងអាងខ្ញុំទុកស្ងោទេឥឡូវយើងមើលអានោះហើយតិចឥឡូវមកមើលនេះទៀតមើលដាក់ក្របនេះលេងសោះហ្នឹងដល់ពេលឥឡូវទៅជាមានកញ្ចងមានអីឥឡូវអ៊ុតទាំងអស់គ្នាបងប្អូនណានេះបងប្អូនអើយយ៉ាច្រើនតើមើលណែ10ជាងហើយចងណាច្រើនតើ10ចង់20គ្រាប់ហើយមកពីណាខ្យងហ្នឹងអាហ្នឹងគេហៅខ្យងអីបងប្អូនអូមានទាំងគីងគក់ទៀតផងនេះ3 4 5នោះនៅអោបគ្នាពេញនោះដូចនៅក្នុងផ្ទះគេអញ្ចឹងណាធ្វើអញ្ចឹងទៅដូចជារោគវាប្រោយខ្ញុំដាក់បាំងដាក់កុំឲ្យវាក្តៅកូនកដោខ្ញុំយកការ៉ូហ្នឹងមកក្របចោលណាទុកយូរហើយណាឥឡូវខ្ញុំកាយខ្សាច់អស់ហើយកាយខ្សាច់ទៅដាក់ទ្រង់មួយទៀតកដោមកដល់ពេលអញ្ចឹងអានឹងក្របចោលនៅហ្នឹងទៅចោលនៅហ្នឹងទៅឥឡូវចូលមកនៅដូចផ្ទះគេចឹងលយណាមើលណែកណ្ដូបខចងហើយនឹងគីងគក់ណាជារោគកន្លែងនៅឃើញដែរហ្នឹងចំណាប់សនួនរបស់គេដែរហ្នឹងឥឡូវនៅចឹងហើយទុកចឹងទៅឥឡូវក្របវិញហើយណាបងប្អូនហ្នឹងហើយយើងមិនបាច់ធ្វើអីទេខ្យងហ្នឹងបើសិនណាហូបកើតអីក៏ជួយខមមិនខាងក្រោមផងបងប្អូនខ្ញុំនឹងចាត់ការឲ្យហើយនឹងថតជាវីដេអូចែកជូនបងប្អូនទៀតគេធ្វើម្ហូបមិនអីមិនថាផងហ្នឹងហើយឆាគ្រឿងឬឆាក្តៅអញ្ចឹងទៅហ្នឹងហើយគីងគក់អីហ្នឹងអាចបានតើចាំខ្ញុំប្រឡត់ថតជូនហ្នឹងហើយឥឡូវនេះយើងចាប់ពីសត្វខ្យងហ្នឹងឥឡូវយើងមកមើលនេះម្ដងទៅអីកណ្ដូបហ្នឹងហើយនេះកណ្ដូបទូចហ្នឹងហើយឥឡូវចិត្តដល់បងប្អូនដល់ហើយឥឡូវយើងចាំបន្តិចបើកទ្រង់កណ្ដូបទ្វាទ្រង់កណ្ដូបសិនបងប្អូនហ្នឹងណាចូលទៅមើលខាងក្នុងដាក់កាមេរ៉ាចូលទៅឲ្យវាច្បាស់បន្តិចមើលថតពីក្រៅវាមិនច្បាស់ទេព្រាលឥឡូវចូលទៅខាងក្នុងកូនកណ្ដូបទូចតាចនឹងលោតប្រសងប្រសាចពេញហ្នឹងបងប្អូននេះលឹកជែកទំដាក់ឲ្យព្រឹកមិញដែរទេហ្នឹងហើយអញ្ចឹងវាស៊ីរិចមិនទាន់វាអស់ច្រើនប្រហែលទេតែអាមកធៀងក្រោមនោះគឺវាយកមិញបងប្អូនដាក់មកធៀងគឺអស់រលីងតែម្ដងហ្នឹងហើយអត់មានសល់ទេអញ្ចឹងនេះដាក់យូរគ្រាន់ដែរហើយប្រហែលជាចិត្តអស់ហើយយ៉ាងឡៃតែមកអង្គុយធ្វើវីដេអូនោះថតវីដេអូបញ្ចូលសំឡេងញ៉ាឥឡូវបញ្ចូលបានប៉ុណ្ណឹងហើយឥឡូវទៀតចិត្តចាប់ហើយវីដេអូរបស់យើងហ្នឹងហើយចុងកន្ទុយគេហើយអញ្ចឹងមិនដឹងធ្វើមិនទេមានតែបាយបិទហើយអញ្ចឹងនោះដឹងនិយាយពីអីទៀតទេកដោបយើងហ្នឹងហើយបើទូចយ៉ាងនេះអានេះកដោបនោះប្រហែលជា
ban mui à tết hay bong ổn này đang bong ổn nam miền trời ca ấy ai tẹt tù một bán lấy từ sáp số cao phần muối chặt phần muối ngọc hay phần muối bảy đập phần buôn bong ổn này lấy những miền telegram phòng đàiก็ตาม YouTube ก็ไว้ชั่วโมงខ្ញុំទៅផាទូចជាភាសាអង់គ្លេសនឹងចេញវីដេអូរបស់ខ្ញុំហើយមានលេខទូរស័ព្ទនៅជាប់ក្នុងអេក្រង់នឹងតែម្ដងហ្នឹងហើយអញ្ចឹងវីដេអូចប់ហើយបាយបិទ